Hello សួស្តីបងប្អូនទាំងគ្នាចាថ្ងៃនេះគឺនឹងខ្ញុំចង់មកបង្ហាញអំពីរបៀបធ្វើប្រទាលអង្គរជុំចាសម្រាប់ប្រទាលអង្គរជុំនេះដែរគឺដំបូងយើងត្រូវយកលួសកាំញ៉ៃពីដើមយើងយកមករុំដូចនៅក្នុងវីដេអូនេះអញ្ចឹងណាបងប្អូនហើយសម្រាប់ពណ៌គឺយើងត្រូវយកលួសកាំញ៉ៃពណ៌បៃតងចាហើយយើងរុំតាំងពីដើមហ្នឹងបន្ទាប់ពីយើងរុំហើយយើងយកវាមកវាស់ឲ្យស្មើគ្នាពីហើយយើងយកវាមកដាក់កងលើគ្នាយើងមូរមួយជុំបន្ទាប់មកទៀតគឺយើងបត់វាបងប្អូនអាចមើលនៅក្នុងរូបភាពនេះបានគឺយើងបត់បែបហ្នឹងពីហើយយើងយកលួសកាំញ៉ៃគ្នាវាហ្នឹងយកមករុំគល់វាដើម្បីឲ្យវាចប់គ្នាចាពេលដែលយើងរួមវាចប់គ្នាហើយយើងសេរីវាតិចទៅដើម្បីកុំឲ្យវាកពិតមើលទៅវាអត់ស្អាតចានេះគឺយើងធ្វើខ្នែងវាវិញម្ដងចាសម្រាប់ខ្នែងគឺយើងរុំដូចតាដើមអញ្ចឹងតែយើងយកប្រវែងលួសកាំញ៉ៃខ្លីជាងយើងយកលួសកាំញ៉ៃមកដើមយកមកកាត់ជាពីរព្រោះអីខ្នែងនេះយើងត្រូវការធ្វើវាតូចហើយខ្លីយើងយកមកបិទជាមួយនឹងដើមវាចារបៀបធ្វើគឺដូចគ្នាទេបងប្អូនអើយចាគ្រាន់តែមួយប្រវែងវែងហើយនឹងប្រវែងខ្លីសម្រាប់ប្រវែងខ្លីនេះគឺវាពិបាកធ្វើជាងវែងបន្តិចប៉ុន្តែយើងត្រូវតែធ្វើវាព្រោះអីយើងត្រូវធ្វើខ្នែងវាដើម្បីឲ្យមើលទៅដូចជាប្រទាលអង្គរជុំមែនតែនអញ្ចឹងណាបងប្អូនចានេះគឺយើងបានបិទវាចប់រួចហើយយើងបិទដើមខ្លះមាន2ដើមខ្លះមាន1អញ្ចឹងទៅណាបងប្អូនព្រោះអីយើងដាក់ឲ្យវាមើលទៅឲ្យសមហើយមានដើមខ្លះយើងអត់បិទវាទេគឺវាខ្លីយើងទុកដាក់នៅតាមគល់ដើមវាហ្នឹងណាចាឥឡូវដល់វគ្គយើងយកវាមកផ្គុំវិញម្ដងយើងត្រូវយកដើមវាមួយហ្នឹងយកមកដាក់បិទភ្ជាប់គ្នាចាហើយសម្រាប់ដើមវែងគឺយើងដាក់នៅកណ្ដាលហើយសម្រាប់ខ្លីហ្នឹងយើងយកវាមកបិទចាបិទជំវិញដើមវែងហ្នឹងចាហើយសម្រាប់ចំនួនដើមរបស់វាមានខ្លីមានវែងហ្នឹងគឺស្រេចតែបងប្អូនទេបងប្អូនចង់ធ្វើច្រើនគឺពេលដែលយើងផ្គុំទៅគឺឃើញដើមអង្គរជុំហ្នឹងគឺវារាងធំចាបើយើងធ្វើចំនួនដើមតិចគឺយើងពេលយើងផ្គុំទៅឃើញប្រទាលអង្គរជុំហ្នឹងវារាងតូចដែរហ្នឹងបងប្អូនចាបន្ទាប់ពីយើងផ្គុំវារួចហើយឥឡូវនេះយើងចាប់ផ្ដើមមកធ្វើផ្កាវិញម្ដងចាសម្រាប់ផ្កាគឺយើងធ្វើដូចនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនគឺវាងាយទេហើយយើងគ្រាន់តែបត់វា3សតប់មកយើងលំមូរជាប់គ្នាគឺជាការស្រេចហើយបន្ទាប់មកយើងកាត់តងវាចេញទៅយើងយកវាមកបិទជាមួយនឹងដើមអង្គរជុំចាគឺយើងបិទបែបនេះហើយសម្រាប់ការបិទផ្កាគឺយើងលេងលោកបិទធ្វើម៉េចឲ្យវាមកទៅវាសមចាហើយសម្រាប់ចំនួនផ្កាគឺស្រេចលើបងប្អូនទេគឺបងប្អូនដាក់ចំនួនច្រើនឬតិចគឺបងប្អូនអាចមើលតាមហ្នឹងបើថាសមហើយគឺយើងដាក់ចំនួនតែប៉ុណ្្នឹងទេហើយបន្ទាប់ពីរួចរាល់ហើយគឺយើងយកតែកេះហ្នឹងមករលវាតិចដើម្បីកុំឲ្យវាផ្កាវារីកពេកចារួចហើយយើងយក highlight យកមកបតក់តិចទៅដើម្បីឲ្យមើលទៅឃើញដូចជាបដូរខាងក្នុងអញ្ចឹងណាចាសម្រាប់ដើមរបស់វាគឺយើងត្រូវ highlight បន្តិចដែរដើម្បីឲ្យមើលទៅដូចជាបន្លារបស់វាចេញពណ៌ក្រហមព្រឿងចាសម្រាប់ពណ៌យកមក highlight ដើមគឺយើងយកពណ៌ផ្កាឈូកនឹងឯងចាបន្ទាប់ពីយើងធ្វើដើមរួចហើយឥឡូវយើងចាប់ផ្ដើមមកធ្វើថូវិញម្ដង
ចាសម្រាប់ធគឺនឹងខ្ញុំយកកម្ពស់4លេខកន្លះចាគឺយើងយកកែវกระดาษមួយមកយើងវាស់វាយកចំនួន4លេខកន្លះកម្ពស់របស់វាចាហើយសម្រាប់លួសកំញីហ្នឹងគឺយើងយកប្រហែល5លេខកន្លះចាហើយយើងកាត់លាយពណ៌គ្នាទៅយើងរៀបធ្វើម៉េចដើម្បីឲ្យមើលទៅធូលរបស់យើងវាស្អាតពេលដែលយើងដាក់ជាមួយនឹងដើមអង្គរជុំរបស់យើងចាសម្រាប់ធូលដាក់ផ្កាហ្នឹងគឺយើងទិញស្រាប់ក៏បានដែរបងប្អូនដើម្បីកុំឲ្យពិបាកធ្វើតែដោយសារនឹងខ្ញុំអត់មានធូលស្រាប់អញ្ចឹងខ្ញុំក៏កាត់កែវกระดาษយកមកធ្វើតែម្ដងទៅហើយរបៀបធ្វើធូលគឺបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានចាបើសិនជាបងប្អូនចង់ធ្វើខ្លួនឯងចាសម្រាប់កន្លែងដែលកំពុងតែរុំនេះតាមពិតគឺគេមានស្មៅសម្រាប់លក់ស្មៅសម្រាប់យកមកបិទពីលើហ្នឹងប៉ុន្តែខ្ញុំអត់មានក៏ខ្ញុំលមូលួសកម្មញីយកមកដាក់ខ្លួនឯងទៅចាសម្រាប់ខាងលើហ្នឹងគឺយើងទុកបន្លាស់វាដើម្បីទុកលាបកាវភ្ជាប់ជាមួយនឹងដើមផ្ការបស់យើងចាយើងបិទដូចនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនចានេះបងប្អូនលទ្ធផលសម្រាប់ហើយក៏សូមអរគុណបងប្អូនដែលបានមើលវីដេអូនេះដល់ចប់អរគុណច្រើន